តើបងប្អូនស្គាល់ទេចំនួនទឹកប្រាក់រហូតដល់$142 លានសហរដ្ឋអាមេរិកមានតម្លៃប៉ុណ្ណាសម្រាប់មនុស្សភាគច្រើនលុយចំនួននេះអាចនឹងទិញកោះឯកជនដ៏ស្រស់ស្អាតមួយនៅបណ្ដាមហាសមុទ្រឬក៏យន្តហោះផ្ទាល់ខ្លួនចំនួនចុងក្រោយប៉ុន្តែសម្រាប់នៅថ្ងៃទី5ខែឧសភាឆ្នាំ2022នៅក្នុងបន្ទប់ដ៏អាចកម្បាំងមួយនៅសារមន្ទីរ Mercedes-Benz នៅទីក្រុង Stuttgart នៃប្រទេសអាល្លឺម៉ង់អ្នកប្រម៉ូទិញរថយន្តម្នាក់បានសម្រេចចិត្តចំណាយទឹកប្រាក់រហូតដល់$132 លានវាស្មើនឹង$142 លានសហរដ្ឋអាមេរិកដើម្បីយករថយន្តដែលមានអាយុកាល70ឆ្នាំមួយគ្រឿងវាមិនមែនជារថយន្តដែលដាំត្បូងពេជ្រនោះទេវាក៏មិនមែនជារថយន្តដែលចេះហោះនោះដែរហើយវាក៏មិនមានបច្ចេកវិទ្យាទំនើបដូចរថយន្តសពថ្ងៃនោះទេតើវាមានចំណុចពិសេសអ្វីខ្លះទើបបានមហាសេដ្ឋីម្នាក់នោះហ៊ានចំណាយប្រាក់រហូតដល់$142 លានទិញយកវាហើយនោះគឺជារថយន្ត Mercedes-Benz 300 SLR Holland Coupe ផលិតនៅឆ្នាំ1955ដែលជារថយន្តថ្លៃបំផុតនិងកម្របំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិថ្ងៃនេះយើងនឹងធ្វើដំណើរត្រឡប់ទៅកាន់អតីតកាលដើម្បីកកាយប្រវត្តិសាស្ត្រដ៏ជូរចត់ភាពអស្ចារ្យនៃវិស្វកម្មសោភ័ណកម្មដែលបានបង្ហូរឈាមនិងអាចកម្បាំងដែលធ្វើឲ្យរថយន្តនេះវាមានតម្លៃស្មើនឹងមាសសុទ្ធបាត់ទៅហើយមុននឹងយើងរត់ខ្សែក្រវ៉ាត់ធ្វើដំណើរត្រឡប់ទៅកាន់ទសតវត្សទី50ដើម្បីស្វែងយល់ពីអាចកម្បាំងនៃអធិរាជរថយន្តមួយនេះសូមបងប្អូនយើងកុំភ្លេចជួយចុច Subscribe និងបិទសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តបន្តធ្វើវីដេអូដែលតាក់ទងជាមួយនឹងរថយន្តបន្តទៀតរឿងដំបូងបំផុតដែលយើងត្រូវបកស្រាយឲ្យបានច្បាស់គឺភាពភ័ន្តច្រឡំរបស់មនុស្សភាគច្រើននៅពេលដែលពួកគេឃើញរថយន្តនេះភ្លាមមនុស្សភាគច្រើនតែងតែលន់មាត់ថាអូនេះគឺជារថយន្ត Mercedes-Benz 300 SL Govin មែនទេអ្នកទាំងអស់គ្នានោះកំពុងតែយល់ច្រឡំយ៉ាងខ្លាំងរថយន្ត300 SL ដែលមានកូដ W198 វាគឺជារថយន្តស្ពណ៌សម្រាប់បើកបរលើផ្លូវសាធារណៈដែលក្រុមហ៊ុនបានផលិតឡើងជាង3000គ្រឿងប៉ុន្តែសម្រាប់អក្សរ R មួយតួដែលបន្ថែមពីក្រោយពាក្យ SL នេះបានផ្លាស់ប្ដូរគ្រប់យ៉ាងអក្សរ SLR តំណាងឲ្យពាក្យអាល្លឺម៉ង់ថា Spotlight Rennen វាមិនមានជាប់សាច់ឈាមអ្វីជាមួយរថយន្ត300 SL ធម្មតានោះទេតាមពិតទៅវាគឺជារថយន្តប្រណាំង Formula 1ដែលមានកូដ W196 ដែលធ្លាប់ឈ្នះជើងឯកពិភពលោកបានមកបំពាក់សម្បកខ្លួនដែលមានទ្វារតែពីរប៉ុណ្ណោះការយកវាទៅប្រៀបធៀបជាមួយនឹង300 SL គឺប្រៀបដូចជាការយកសត្វតោព្រៃមកប្រៀបធៀបជាមួយនឹងសត្វឆ្មាស្រុកយ៉ាងដូចនេះដែរលោក Rudolf Ollenhaut មិនមែនជាវិស្វករធម្មតានោះទេគាត់គឺជាអ្នកបើកបរសាកល្បង Test Driver ដ៏ឆ្នើមម្នាក់ដែលមានសមត្ថភាពបើកបរស្មើនឹងកីឡាករអាជីពផងដែរថ្ងៃមួយនៅទីលាននៅ Bergen ដែលគាត់នឹងគឺជាជើងឯកពិភពលោក Fangio គាត់បានត្អូញត្អែថារថយន្តមិនសូវស្រួលនោះទេលោក Ollenhaut ដែលទៅញ៉ាំអាហារថ្ងៃត្រង់រួចគាត់បានដើរសម្ដៅទៅរករថយន្តនោះដើម្បីជីសាកល្បងរួចបើកបញ្ចប់មួយជុំលឿនជាងកំណត់ត្រារបស់ជើងឯក Fangio រហូតដល់3នាទីនេះហើយគឺជាមូលហេតុដែលរថយន្តដ៏អស្ចារ្យនេះត្រូវបានដាក់ឈ្មោះតាមត្រកូលរបស់គាត់ដើម្បីជាការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតវិស្វកម្មរបស់វាគឺដើរមុនសម័យកាលយ៉ាងហោចណាស់30ឆ្នាំនៅក្រោមក្រណាត់ខាងមុខគឺម៉ាស៊ីនសាំងរាងបញ្ឈរ8ស៊ីឡាំងដែលមានទំហំរហូតដល់ 3.0 លីត្រដែលវាបានបំពាក់នៅប្រព័ន្ធបាញ់ប្រេងផ្ទាល់តែម្ដងគេហៅថា Direct Fuel Injectionអ្វីដែលពិសេសបំផុតនោះគឺប្រព័ន្ធបិទបើក Desmotromic Valve វាគ្មានការប្រើប្រាស់រស័រឡើយប៉ុន្តែវាបានប្រើប្រាស់ជាមួយនឹងដងកាំឬក៏ camshaft ដើម្បីរុញបើកនិងទាញសន្ទុះឲ្យបិទមកវិញដោយភ្លាមបច្ចេកវិទ្យាមួយនេះគឺអនុញ្ញាតឲ្យម៉ាស៊ីនវិលក្នុងល្បឿនរង្វិលជុំដ៏ខ្ពស់ដោយមិនចាំបាច់បារម្ភពីរឿងផ្ទុះម៉ាស៊ីនឡើយរថយន្តនេះបានផ្ដល់កម្លាំងរហូតដល់302 horsepower និងទម្ងន់ត្រឹមតែ998 គីឡូក្រាមវាអាចរត់ក្នុងល្បឿនអតិបរមាណរហូតដល់290 គីឡូម៉ែត្រក្នុង1ម៉ោងសម្រាប់តួខ្លួននៅខាងក្រៅទាំងមូលរបស់វាគេធ្វើឡើងពីលោហៈធាតុ Magnesium alloy ឈ្មោះថា Electron វាស្រាលជាង Aluminum ក៏ប៉ុន្តែវាឆេះលឿនបំផុតនិងពិបាកពន្លត់បំផុតប្រសិនបើមានការប៉ះទង្គិចឬបុកទង្គិចបណ្ដាឲ្យវាឆាប់ឆេះចំណែកឯទ្វារ Govin វិញវាមិនមែនធ្វើឡើងដើម្បីសម្រស់នោះទេដោយសារក្រងឆ្អឹង Tubular Space Frame ដែលវាមានគែមខាងក្រោមខ្ពស់ខ្លាំងដើម្បីរក្សាភាពរឹងមាំដែលវិស្វករមិនអាចដាក់ត្រចៀកទ្វារចំហៀងធម្មតាបាននោះទេ
វិធីដោះស្រាយតែមួយគត់គឺត្រូវធ្វើទ្វារបើកហើរឡើងទៅលើនេះហើយគឺជាអ្វីដែលគេហៅថា form follow function ឬក៏រូបរាងដែលកើតឡើងចេញពីតម្រូវការមុខងារដើមឡើយរថយន្តប្រភេទ Coupe ទាំងពីរគ្រឿងនេះផលិតសម្រាប់ប្រណាំងនៅមិចស៊ីកក៏ប៉ុន្តែសោកនាដកម្មនៅទីក្រុងឡឺម៉ង់នាថ្ងៃទី11ខែមិថុនាឆ្នាំ1955បានផ្លាស់ប្ដូរគ្រប់យ៉ាងរថយន្តរបស់លោក Pilavich បានបើកបិទហោះឡើងទៅលើអាកាសហើយតួខ្លួនអេឡិចត្រូងបានឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងការប្រកួតនេះវាបានធ្វើឲ្យសម្លាប់មនុស្សរហូតទៅដល់84នាក់ក្រោយហេតុការណ៍នេះបានកើតឡើងហើយ Mercedes-Benz បានប្រកាសដកខ្លួនចេញពីការប្រណាំងទាំងស្រុងរថយន្ត Olin Hawk Coupe បានបាត់បង់អនាគតនៅទីលានចាប់ពីពេលនោះមកក៏ប៉ុន្តែលោក Rudo Olin Hawk មិនព្រមឲ្យវាដេកស៊ីធូលីនោះឡើយគាត់បានយករថយន្តមួយគ្រឿងមកធ្វើជារថយន្តក្រុមហ៊ុនដើម្បីជិះទៅធ្វើការគាត់ក៏ធ្លាប់បើកពីទីក្រុង Munich ទៅទីក្រុង Stuttgart ដែលមានចម្ងាយ220គីឡូម៉ែត្រដោយចំណាយពេលមិនដល់1ម៉ោងផងរថយន្តនេះត្រូវបានផលិតឡើងតែពីគ្រឿងគត់ក្នុងពិភពលោកគ្រឿងទី1គឺកៅអីពណ៌ខៀវដែលលោក Olin Hawk ប្រើប្រាស់ជារៀងរាល់ថ្ងៃឯគ្រឿងទី2កៅអីពណ៌ក្រហមនោះដែលត្រូវបានរក្សាទុកក្នុងឃ្លាំងយ៉ាងស្អាតអស់រយៈពេល67ឆ្នាំរហូតដល់ថ្ងៃដេញថ្លៃនៅខែឧសភាឆ្នាំ2022ក្រុមហ៊ុន Mercedes បានសម្រេចចិត្តលក់រថយន្ត The Ren នៅក្នុងការដេញថ្លៃសម្គាល់មួយញញួរបានគួរបញ្ចប់នៅតម្លៃ$142លានសហរដ្ឋអាមេរិកដែលវាគឺជារថយន្តដែលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ថវិកាទាំងអស់នេះត្រូវបានយកទៅបង្កើតមូលនិធិ Mercedes-Benz Fund ដែលជួយដល់បរិស្ថាននិងការសិក្សារបស់យុវជនជុំវិញពិភពលោកបងប្អូនពិតជាឆ្ងល់ហើយថាហេតុអ្វីបានជាវាមានតម្លៃរហូតទៅដល់$142លានសហរដ្ឋអាមេរិកតម្លៃនេះស័ក្តិសមបំផុតហេតុអ្វីបានជាតម្លៃនេះស័ក្តិសមនឹងវាបំផុតវិញទី1នោះគឺភាពកម្រវាមានតែ2គ្រឿងគត់នៅលើពិភពលោកទី2គឺប្រវត្តិសាស្ត្រវាគឺជាចំណុចកំពូលនៃវិស្វកម្មមុនសម័យកាលទី3គឺភាពដើមរក្សាបាននូវភាពដើមល្អឥតខ្ចោះរហូតទៅដល់70ឆ្នាំទី4នោះគឺសិល្បៈវាគឺជារូបចម្លាក់វិស្វកម្មដ៏ស្រស់ស្អាតបំផុតនៃសតវត្សទី20 DNA របស់វាត្រូវបានបន្តនៅក្នុងរថយន្ត SLR McLaren និង SLS AMG នៅក្នុងតម្លៃ$142លានវាបានបង្រៀនយើងថាវត្ថុដែលមានតម្លៃបំផុតគឺវត្ថុដែលមានរឿងរ៉ាវប្រវត្តិសាស្ត្រនិងប្រលឹងនៅពីក្រោយវាតើបងប្អូនយល់យ៉ាងណាដែរបើមានលុយ$142លានតើបងប្អូននឹងយកលុយនេះទៅទិញរថយន្តបុរាណឬក៏ទៅទិញ Supercar ទំនើបរាប់សិបគ្រឿងផ្សេងទៀតបងប្អូនជួយចេញមតិរបស់បងប្អូននៅខាងក្រោមវីដេអូនេះពីខ្ញុំទៅមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ